សួស្តីតាចាស់អ្នកទាំងអស់គ្នាថ្ងៃនេះគឺមករៀនបន្តនៅមេរៀនទី5ដែលមានចំណងជើងថា我有一只猫我有一只猫ខ្ញុំមានកូនឆ្មាមួយតោះពាក្យទី1有y o yo y o yo 有មានតោះពាក្យទី2毛毛毛mưa áo mau ឆ្មាពាក្យទី3កោកោសំឡេងឡើងលើចុះក្រោមចាគឺអូកោឆ្កែកោឆ្កែពាក្យទី4ជឺជឺគឺពាក្យទី4នេះគឺមានន័យថាជាងឬក៏ជញ្ជាក់នៅពេលដែលប៉ះជាមួយនឹងស្រៈអ៊ីគឺគេអានថាជឺជឺដែលខ្ញុំបានបង្រៀនរួចហើយមានន័យថាចំនួនក្បាលនេះគឺសំដៅទៅលើសត្វដូចជាសត្វឆ្កែសត្វឆ្មាត្រីអីគឺគេប្រើជឺជឺចាជឺនេះគឺចំនួនក្បាលទី5小តូច一凹少西凹少តូច一លេខ1二លេខ23លេខ3两លេខ2កន្លែង两នេះគឺមានន័យថាប្រភេទលេខដែលគេហៅឯកតាដូចមនុស្សចំនួន2នាក់គេប្រើ两个人ឬក៏ឆ្កែពីក្បាលអីគេហៅ两口两只口ចឹងណាអ្នកទាំងអស់គ្នាចាតពាក្យទី10sưលេខ4អ៊ូលេខ5លាវលេខ6ដល់ខ្ញុំអានពាក្យម្ដងទៀតយោមានម៉ៅឆ្មាកោឆ្កែជឺចំនួនក្បាល小តូច一លេខ1二លេខ23លេខ3两លេខ2ប្រភេទឯកតាបងប្អូនអរគ្នាចាsưលេខ4អ៊ូលេខ5លាវលេខ6តោះយើងមកមើលប្រយោគរបស់យើងវិញប្រយោគទី1我有一只猫ខ្ញុំមានឆ្មាមួយក្បាលតោះប្រយោគទី2他有两只小猫គាត់មានកូនឆ្កែពីរក្បាលនៅពេលដែលស្រាវនេះគឺនៅពីមុខមកគឺមានន័យថារបស់អីដែលតូចឬក៏យើងហៅថាកូនឆ្កែកូនអីចឹងណាបងប្អូនអរគ្នាចានៅកន្លែងនេះគឺវានៅមុខមកសូមទោសអ្នកទាំងអស់គ្នាកន្លែងនេះគឺមកមានន័យថាឆ្មាចាឆ្មាពីរក្បាលខ្ញុំមានឆ្មាពីរក្បាល哥哥有一只猫两只狗បងប្រុសមានឆ្មាមួយក្បាលកូនឆ្កែពីរក្បាលចាប្រយោគទី4爸爸妈妈有毛吗តើប៉ាម៉ាក់មានឆ្មាទេចាអញ្ចឹងខ្ញុំសូមអានប្រយោគសារដើមម្ដងទៀត
我有一只猫我有一只猫ខ្ញុំមានច្បារមួយក្បាល它有两只小狗它有两只小狗គាត់មានកូនឆ្កែពីរមានកូនឆ្មាពីរក្បាល哥哥有一只猫两只狗哥哥有一只猫两只狗បងប្រុសមានឆ្មាមួយក្បាលនិងឆ្កែពីរក្បាល爸爸妈妈有毛吗爸爸妈妈有毛吗តើប៉ាម៉ាក់មានឆ្មាទេចាអញ្ចឹងមេរៀនទី5នៅថ្ងៃនេះខ្ញុំសូមបញ្ចប់ត្រឹមនេះសូមជួបគ្នានៅក្នុងមេរៀនបន្ទាប់再见